បាទជំរាបសួរបងប្អូនទាំងគ្នាយើងវិលមកជួបគ្នាម្ដងទៀតបាទវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងការ add account admin មកកាន់ BM អញ្ចឹងសួរថាហេតុអ្វីបានយើងត្រូវការ add account admin ច្រើនយកមកកាន់ BM មួយគឺ BM បើនិយាយទៅគឺវាអត់ខុសគ្នាពី page ទេបងប្អូនណាដើម្បីយើងការពារសុវត្ថិភាពវាឲ្យបានល្អគឺយើងត្រូវការមាន admin ដែលរឹងមាំដូចគ្នាអញ្ចឹងដំបូងបង្អស់នៃការការពារ page ហ្នឹងគឺបងប្អូនត្រូវតែមាន admin ដែលមានសុវត្ថិភាពបំផុតបាទអញ្ចឹងគឺ basic នៃការការពារ page គឺបងប្អូនត្រូវការពារ account ហើយបន្តមកទៀតបងប្អូនត្រូវយក account នោះមកកាន់ BM ហើយយក BM ទៅការពារ page មួយតង់ទៀតអញ្ចឹងវា3តង់ហើយណាបងប្អូនបាទគឺធ្វើបែបហ្នឹងទៅទទួលបានសុវត្ថិភាព 100% តែម្ដងបើសិនជាបងប្អូនមិនការពារ account ឲ្យបានត្រឹមត្រូវទេមានន័យថាគេលួច account បាននៅក្នុង account របស់យើងមាន BM មាន page ទាំងប៉ុន្មានគេយកបានទាំងអស់បាទអញ្ចឹងខ្ញុំធ្លាប់ជួបហើយករណីហ្នឹងបាទភ្ញៀវរបស់ខ្ញុំគឺគេយក account បានយក account គាត់បានហើយគេយក BM បានអញ្ចឹង page នៅក្នុង BM ទាំងប៉ុន្មានគេយកបានទាំងអស់បាទអានេះគឺជាភាពឆ្លោះឆ្លួយមួយដែលយើងការពារ account ឲ្យបានត្រឹមត្រូវដោយសារតែគាត់ទៅចុចលើ link ផ្ដេសផ្ដាសបាទគាត់បានប្រាប់ដែរគាត់បានចុចទៅលើ link មួយគាត់ថាវា Facebook របស់គាត់មានបញ្ហាអញ្ចឹងណាបាទតាមពិតទៅមិនមែនទេបងប្អូនណាបាទវាជា link បញ្ឆោតដែលគេ backup code ទុកហើយឲ្យយើងចុចទៅគេអាចយកទិន្នន័យយើងបានបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនគួរតែមានការប្រុងប្រយ័ត្នអញ្ចឹងកុំឲ្យខាតពេលយូរណាបងប្អូនបាទវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៅក្នុងការ add admin ជាច្រើនដើម្បីមកគ្រប់គ្រងទៅលើ BM របស់យើងឲ្យមានសុវត្ថិភាពតោះអញ្ចឹងបងប្អូនទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងអូខេយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងទៅគឺដើម្បី add account ផ្សេងៗយកមកគ្រប់គ្រង BM នឹងបានអញ្ចឹងបងប្អូនត្រូវតែមើលវីដេអូនេះបាទអូខេអញ្ចឹងដំបូងឡើយបងប្អូនបើកចូលមកក្នុង BM មកហើយបើសិនជាអត់ដឹងថាបើកបែបណាទេខ្ញុំនឹងអនុវត្តជូនបាទបងប្អូនចុច See More បន្តទៀតបងប្អូនចុច ADM Manager មកបាទអូខេបន្តទៀតបងប្អូនមើលខាងឆ្វេងដៃបងប្អូនចុច View All Tool នេះមកហើយបន្តទៀតបងប្អូនមើលកន្លែង Business Setting ហើយ right click Open New Tab មកបាទហើយបន្តទៀតបងប្អូនរើសយក BM ដែលបងប្អូនចង់ add account ផ្សេងៗចូលមកគ្រប់គ្រងមកបាទអូខេអញ្ចឹងមកដល់ហើយបងប្អូនបាទអញ្ចឹងវាមាន option ដូចដែលខ្ញុំសូនេះបាទយើងចុចយកកន្លែង people បាទចា៎នេះខ្ញុំខ្វែងចង់មួយទៅបាទយើងចុចយកកន្លែង people មកបងប្អូនបាទហើយបន្តទៀតដើម្បីយើងអាច add បានបងប្អូនមើលខាងស្ដាំដៃបងប្អូននឹងឃើញពាក្យ invite people បាទអញ្ចឹងបងប្អូនចុចមកបាទអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវតែដាក់ email address របស់ account មួយទៀតណា account ដែលយើងចង់ add គេហ្នឹងណាបងប្អូនត្រូវតែដាក់អញ្ចឹងយើង copy Gmail account មួយហ្នឹងមកវិធីសាស្ត្រធ្វើដូចតែគ្នាអញ្ចឹងបងប្អូនណាបាទធ្វើរបៀប add ហ្នឹងគឺដូចតែគ្នាទេដូចតែយើងចុច invite people Gmail ចូលចុច next ហើយបើក full control មកបាទហើយចុច next ទៀតហើយយើងរើសយក add បាទហើយ confirm select តាមទីចុច full control ចុច next ហើយចុច send invitation ហើយទា verify account ទៀតអូខេអញ្ចឹងយើង verify សិនមកអូខេយើង send ទៅអូខេអញ្ចឹងយើងមកចាំមើលកន្លែងនេះបងប្អូនអូខេអញ្ចឹងបងប្អូនឃើញទេបាទ verify your business email បងប្អូនចុចយកមកហើយចុច copy code ហ្នឹងមកបាទហើយតាមទៀតបងប្អូនផាសចូលមកហើយចុច submit បងប្អូនអូខេ done ចុច OK ហើយយើងទៅមើល account ដែលយើងត្រូវទទួលបាទអញ្ចឹងបងប្អូនរងចាំតិចទៅវាមកហើយបាទបងប្អូនឃើញទេបាទអញ្ចឹងវាបានផ្សាយមកហើយដោយសារយើងមាន email ពេលខ្លះយើងមាន email ច្រើនយើងអត់ដឹងថា email មួយណាថ្មីចាស់អញ្ចឹងបងប្អូនអាចចំណាំកន្លែងនេះបងប្អូនមើលម៉ោងនេះឃើញខាងស្ដាំដៃខ្ញុំសូហ៎បាទម៉ោង 11:15 នាទី AM អញ្ចឹងបងប្អូនចំណាំកន្លែងហ្នឹងទៅដឹងថាអូ email មួយណាដែលថ្មី email មួយណាដែលចាស់ហើយបាទអញ្ចឹងចុចចូលមកបាទហើយចុច view invitation ហើយដូចមុនអញ្ចឹងបងប្អូនចុច login មួយ Facebook យើងមកហើយដាក់ឈ្មោះមកបងប្អូនបាទដាក់ឈ្មោះមកហើយចុច create បងប្អូនចុច continue ទៀត accept invitation ហើយវាយ password ចូលចុច submit អូខេអញ្ចឹងពេលដែលចេញមកបែបនេះគឺមានន័យថាយើង confirm រួចរាល់បងប្អូនឃើញទេបាទនេះនៅកន្លែងនេះឃើញទេបាទអញ្ចឹងខ្ញុំមាន BM ច្រើនណាបាទអញ្ចឹងដើម្បីយើងអាចចូលទៅមើលពេញលេញយើងចុចកន្លែងនេះមកបងប្អូនបាទអូខេអញ្ចឹងរួចរាល់ហើយបងប្អូនចូលមកបងប្អូននឹងឃើញមាន account ដែលជា admin នៅក្នុងនឹងស្រាប់បាទហើយបើយើងចុចកន្លែង add account បងប្អូននឹងឃើញ add របស់យើងហើយបើចុចកន្លែង page បងប្អូននឹងឃើញ page បើសិនជាបងប្អូនបាន add page រួចរាល់ណាបងប្អូនបាទអញ្ចឹងវិធី add BM ក៏ដូចជាដើម្បីយើងគ្រប់គ្រងទៅលើ BM មួយយើងត្រូវមាន account ច្រើនបាទគឺយើង add បែបនេះឯងបងប្អូនណាបាទ
ចឹងវីដេអូនេះបានមកដល់ទីបញ្ចប់ហើយបងប្អូនបាទហើយខ្ញុំសង្ឃឹមថាវីដេអូនេះវាជាប្រយោជន៍ទៅដល់បងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមហើយបងប្អូនដៃថ្មីអត់ចេះប្រើ BM ហើយក៏ដូចជាអត់ដឹងថា BM នឹងប្រើយ៉ាងម៉េចហើយដើម្បីអាចគ្រប់គ្រង page បានហ្នឹងគឺគាត់ត្រូវការពារសុវត្ថិភាពអីខ្លះអញ្ចឹងបងប្អូនបាទតែមុខមួយទៀតគឺខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយ flow នៃការការពារ page ដែលយើងចាប់ផ្ដើមពីដំបូងមកថាយើងត្រូវមានលេខទូរស័ព្ទយើងត្រូវយកលេខទូរស័ព្ទទៅបង្កើតអីខ្លះយើងត្រូវយកអីខ្លះមកបង្កើត account យើងត្រូវយក account ធ្វើបែបណាដើម្បីការពារ page និង BM បាទអញ្ចឹងយើងនឹងមាន flow មួយជាក់លាក់សម្រាប់បងប្អូនបាទដើម្បីការពារ page របស់បងប្អូនឲ្យបាន 100% តែម្ដងបាទចា៎អរគុណច្រើនបងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត